បាទគោរពជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទនៅកន្លឹះខ្លីៗក្នុងការកែឯកសាររបស់យើងថតនៅទូរស័ព្ទដៃហើយយកមក print ណាវាអត់សូវច្បាស់ស្អាតអញ្ចឹងទៅវាច្រើនតែជាប់ផ្ទៃខ្មៅនេះដោយករណីនេះឯកសារនេះអញ្ចឹងកូនសិស្សគាត់ថតមេរៀនរបស់គាត់ print អញ្ចឹងទៅប៉ុន្តែករណីឲ្យតែថតអញ្ចឹងគឺ print មកយើងមានជាប់ផ្ទៃខ្មៅអត់ស្អាតទេហើយអត់ច្បាស់ទៀតបាទអញ្ចឹងគឺយើងធ្វើការកែឲ្យវាច្បាស់ស្អាតមុននឹង print បាទចឹងយើង print មកយើងទទួលបានឯកសារមួយដែលវាគុណភាពជាងហ្នឹងបាទអញ្ចឹងខ្ញុំចូលកែតាមកម្មវិធីនៃ CS scanner នេះបាទ Cam scanner បាទអញ្ចឹងកម្មវិធីហ្នឹងអាចទៅឡើងនៅក្នុង app ទូរស័ព្ទបានដូចគ្នាយើង download ទៅយើងចូល Play Store ឬក៏ App Store ហើយវាយ CS scanner ទៅយើងនេះបានហើយយើងទាញវាមកយើងទៅឡើងវាមកយើងទាញឯកសារដែលយើងចង់កែសម្រួលតម្រង់វាធ្វើឲ្យវាភ្លឺស្អាតហ្នឹងគឺយើងប្រើកម្មវិធីហ្នឹងបាទអញ្ចឹងខ្ញុំទាញ file ចូលអញ្ចឹងនេះបាទអញ្ចឹងមាន6 select ហ្នឹងខ្ញុំ select ទាំងអស់អញ្ចឹងចុច select ដើមគេមកហើយចុច shift click ខាងចុងគេអញ្ចឹងយើង select បានទាំងអស់ហើយតមក open មកបាទអញ្ចឹងដល់កន្លែងនេះយើងរងចាំវាបន្តិចទៅវាកំពុងតែដំណើរការបាទតមកនេះវាចូលមកដល់កន្លែងហ្នឹងទៅវាធ្វើឲ្យយើងស្អាតអញ្ចឹងភ្លឺស្អាតអញ្ចឹងយើង save វាយកទៅ print ទៅក៏វាស្អាតដែរទៅតាមហ្នឹងអញ្ចឹងបើសិនជាករណីបើថាបើសិនវាចូលមកវាអត់តអញ្ចឹងទេបងប្អូនអាចទៅ download ថ្មីថ្មោងអាចអាហ្នឹងត្រូវភ្ជាប់ដាក់ជាមួយ Gmail ត្រូវ connect ជាមួយ Gmail ត្រូវអីទៀតណាបានអាចធ្វើការងារអាចដាក់អញ្ចឹងបានហើយតមកយើងយក tool នេះទៅយក tool AI នេះទៅអញ្ចឹងទៅវានេះបានហើយតមកយក confirm មកបាទអញ្ចឹងយើងចេញមកនេះបាទធ្វើឲ្យយើងត្រង់ស្អាតហើយវាអត់មានផ្ទៃ background អាប់ទេហើយយើងអាច download ឬក៏ចុច print អញ្ចឹងទៅឥឡូវខ្ញុំ download សិនហើយយកជា PDF ហ្នឹងមកបាទហើយអានេះ all អីចឹងទៅបាទអញ្ចឹងយើងចុច download នេះវាឲ្យរើសទីតាំងយើងយកទៅទុកនៅកន្លែងណាមួយអញ្ចឹងទៅខ្ញុំឧទាហរណ៍ខ្ញុំដាក់នៅក្នុង document សិនព្រោះឯកសារហ្នឹងវាបដោះសំទេហើយដាក់ស្រួលដាក់ឈ្មោះដើម្បីងាយស្រួលរកអញ្ចឹងដាក់លេខ6ទៅវាមាន6ទំព័រមិញខ្ញុំស្រួលរកទៅពេលត្រូវការ print អញ្ចឹងប៉ុណ្ណឹងបាទអញ្ចឹងវាដើរហើយយើងបើក file ហ្នឹងមើលវាដូចនៅក្នុងនេះអត់ដូចក្នុងកម្មវិធីវាអត់បាទអញ្ចឹងវាដូចស្អាតអញ្ចឹងបើឃើញប៉ុណ្ណេះហើយលទ្ធផលប៉ុណ្ណេះហើយគឺ print មកគឺវាឃើញស្អាតហើយបាទអរគុណច្រើនសម្រាប់ការទស្សនាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបាទអរគុណគោរពលាបាទ